សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្នុងក្របខ័ណ្ឌតំណាងឲ្យក្រមអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្ញុំបកណាខ្ញុំសូមធ្វើសេចក្តីសង្ខេបព័ត៌មានទាក់ទិនទៅនឹងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទក្នុងឆ្នាំ2025ជារួមគឺយើងមានគណៈកម្មាធិការជាតិមួយគឺសម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលហៅកាត់ថា Culture Border ហើយក្នុងនោះគឺមានអាដាមឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិតសសុខាជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការនេះតែម្ដងហើយក្នុងនោះគឺបានអនុវត្តកិច្ចការងារជាប្រចាំពាក់ព័ន្ធទៅនឹងកិច្ចការងារច្បាប់ពាក់ព័ន្ធនឹងការងារសហការពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយនិងយុទ្ធនាការផ្សេងជាក់ស្ដែងក្នុងឆ្នាំ2025ចំណែកខ្ញុំសូមអនុញ្ញាតប្រកេននឹងជំរាបជូនថាក្រមការងារអនុវត្តច្បាប់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលហៅកាត់ថា Culture Border នេះគឺមានកម្លាំងប្រតិបត្តិការពីររួមគ្នាគឺមានកម្លាំងនគរបាលជាតិនិងកងរាជអាវុធហត្ថដែលបានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន272ករណីបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបងរាជធានីខេត្តចំនួន410នាក់ក្នុងនោះមានស្រីចំនួន53នាក់បាទជនបរទេស43នាក់និងសង្គ្រោះជនរងគ្រោះបានចំនួន994នាក់ស្រីចំនួន624នាក់អានីតិជន282នាក់ហើយបញ្ជូនទៅមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានចំនួន331នាក់អាណាព្យាបាលចំនួន633នាក់និងអង្គភាពពាក់ព័ន្ធចំនួន30នាក់ជារួមខ្ញុំសូមធ្វើសេចក្តីសង្ខេបដោយបែងចែកចេញជាពីរទី1គឺអំពើអាជីវកម្មផ្លូវភេទគឺបង្ក្រាបបានចំនួន144ករណីឃាត់ខ្លួនមនុស្ស201នាក់ហើយរំដោះជនរងគ្រោះ385នាក់មានស្រីចំនួន377នាក់ដល់ឡែកអំពើជួញដូរមនុស្សវិញគឺក្នុងឆ្នាំ2025បង្ក្រាបបានចំនួន128ករណីមនុស្សចំនួន209នាក់ហើយរំដោះជនរងគ្រោះបានចំនួន609នាក់ស្ត្រីចំនួន247នាក់សរុបមកគឺក្នុងឆ្នាំ2025ទាំងមូលហើយបទល្មើសទាំងអាជីវកម្មផ្លូវភេទនិងអំពើជួញដូរមនុស្សនេះគឺមានចំនួន272ករណីដែលបង្ក្រាបបានហើយឃាត់ខ្លួនមនុស្សចំនួន410នាក់រំដោះជនរងគ្រោះ994នាក់ស្ត្រីចំនួន624នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបនៃបទល្មើសឆបោកតាមអនឡាញសមត្ថកិច្ចបានរកឃើញចំនួន3ករណីបាទមនុស្សចំនួន5នាក់ហើយមានមួយសញ្ជាតិបានរងគ្រោះដោយអំពើជួញដូរមនុស្សនិងបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់បាទហើយក្រៅពីនេះសមត្ថកិច្ចបានទទួលសំណើសំណុំពរសូមអន្តរាគមន៍តាមរយៈគេហទំព័រ Facebook សម្ដេចកលាហោមសុខេងគេហទំព័រ Facebook អាដាមអភិសន្តិបណ្ឌិតសសុខាបណ្ដឹងពីស្ថានទូតនានានិងពីប្រភពផ្សេងដោយគិតចាប់ពីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2024ដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025សរុបមានចំនួន3692សំណើសំណុំពរហើយមានមនុស្សចំនួន6229នាក់ស្ត្រីចំនួន850នាក់ស្មើនឹង41សញ្ជាតិបាទបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតចំនួន1794សំណើមនុស្សចំនួន3006នាក់ស្រីចំនួន457នាក់ស្មើនឹង20សញ្ជាតិហើយជាលទ្ធផលគឺរកឃើញចំនួន1630សំណើមនុស្សចំនួន2664នាក់ស្រី398នាក់ស្មើនឹង28សញ្ជាតិក្នុងនោះមាន3សំណើមនុស្សជាជនជាតិចិនមានចំនួន5នាក់បានរងគ្រោះដោយអំពើបង្ខាំងដោយខុសច្បាប់
ខាត់ខ្លួនជនសង្ស័យបាន19នាក់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរីឯសំណើដែលបានរកឃើញផ្សេងពីនេះគឺមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសឡើយគណៈសំណើចំនួន164សំណើមនុស្សចំនួន342នាក់ស្រី59នាក់ស្មើនឹង18សញ្ជាតិគឺរកមិនទាន់ឃើញទេដោយឡែកចំពោះសំណើដែលនៅសេសសល់សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកតាមនៃជំនាញនីតិវិធីនិងច្បាប់កំណត់បាទចំពោះសាលាដំបងរាជធានីខេត្តគឺបានដំណើរការជំនុំជម្រះសំណុំរឿងចំនួន374សំណុំរឿងគឺសំណុំរឿងចាស់82សំណុំរឿងនិងសំណុំរឿងថ្មី293សំណុំរឿងនេះពាក់ព័ន្ធនឹងករណីដែលសមត្ថកិច្ចបានប្រតិបត្តិការហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅក្នុងនោះមានជនរងគ្រោះចំនួន385នាក់ស្រីចំនួន265នាក់ជនជាប់ចោតចំនួន569នាក់ស្រី50នាក់ក្នុងនោះដែរគឺបានចាត់ការរួចរាល់ចំនួន270សំណុំរឿងនិងកំពុងចាត់ការចំនួន105សំណុំរឿងបន្តទៅទៀតបាទក្រុមការងារការពារជនរងគ្រោះនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះគឺថាបានសហការជាមួយនឹងក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធគឺទទួលជនរងគ្រោះនិងបុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសសរុបចំនួន355នាក់មានស្រីចំនួន252នាក់អានីតិជន84នាក់បាទហើយបានបញ្ជូនជនរងគ្រោះនិងជនងាយរងគ្រោះទៅទទួលសេវាគាំទ្រនិងស្ដារនីតិសម្បទានៅមណ្ឌលរបស់រដ្ឋនិងអង្គការដៃគូចំនួន355នាក់ស្រីចំនួន252នាក់អនីតិជន84នាក់នឹងធ្វើសមាហរណកម្មបានន័យថាបញ្ចូលឬក៏បញ្ជូនជនរងគ្រោះទៅក្នុងសហគមន៍ឬក៏មូលដ្ឋានវិញចំនួន200នាក់ក្នុងនោះមានស្ត្រីចំនួន156នាក់កុមារចំនួន35នាក់បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តជនបរទេសទៅប្រទេសដើមកំណើតវិញចំនួន28នាក់មានស្រី24នាក់និងការធ្វើមាតុភូមិនិវត្តរបស់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនិងបុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ប្រភេទគ្រប់ទម្រង់និងការរំលោភបំពានផ្លូវភេទពីប្រទេសថៃចំនួន38នាក់មានស្រីចំនួន14នាក់អនីតិជន11នាក់បាទនេះគឺជាលទ្ធផលនៃកិច្ចប្រតិបត្តិការនៅតាមទម្រង់ផ្សេងហើយការងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការនានានេះគឺបានសម្របសម្រួលនិងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់និងអំពើធ្វើអាជីវកម្មផ្លូវភេទទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិតាមរយៈការរៀបចំកិច្ចប្រជុំបានចំនួន278លើកការចូលរួមសម្របសម្រួលកម្មវិធីផ្សេងចំនួន617លើកការរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន190វគ្គនិងការរៀបចំសិក្ខាសាលាចំនួន371លើកអញ្ចឹងវិលត្រឡប់មកវិញគឺការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទនិងអំពើជួញដូរមនុស្សគឺកម្ពុជាមានឆន្ទៈមោះមុតនៅក្នុងការប្រយុទ្ធប្រឆាំងទាំងកម្រិតរាជរដ្ឋាភិបាលបាទកម្រិតក្រសួងមហាផ្ទៃនិងសមាជិកពាក់ព័ន្ធដទៃទៀតក៏ប៉ុន្តែដោយសារតែបទល្មើសនេះគឺជាបទល្មើសឆ្លងដែនដែលមានចរិតលក្ខណៈសកលកើតឡើងសឹងតែគ្រប់ប្រទេសហើយនឹងប្រតិកលាគ្នាពីប្រទេសមួយទៅប្រទេសមួយដែលមានបណ្ដាញមេខ្យល់ឬក៏មេខ្លោងរបស់វាគឺថានៅឯក្រៅប្រទេសតែលំបាកនៅក្នុងការកំណត់មុខសញ្ញានិងតាមស្វែងរករួមទាំងបង្ក្រាបផងនោះវាត្រូវការទៀមទាទី1គឺពន្យល់ណែនាំប្រជាពលរដ្ឋនៅក្នុងប្រទេសឲ្យបានយល់អំពីឧបាយកលនៃការណែលួងលោមឆបោកអូសទាញយកទៅជួញដូរកម្លាំងពលកម្មយកទៅជួញដូរភេទឬក៏យកទៅជួញដូរមនុស្សនៅក្នុងទម្រង់ផ្សេងបណ្ដាប្រទេសនានាក៏ធ្វើដូចអញ្ចឹងផងដែរបាទហើយត្រូវតែស្រាក់ដៃគ្នាសហការគ្នាពីរដ្ឋមួយទៅរដ្ឋមួយដើម្បីរួមគ្នាអប់រំផ្សព្វផ្សាយនិងបង្ការទប់ស្កាត់ហើយបង្ក្រាបបទល្មើសរួមទាំងដាក់ទោសដាក់ទណ្ឌជនល្មើសឲ្យបានធ្ងន់ព្រមគ្នាដែរបាទអញ្ចឹងទីខ្ញុំសូមអនុញ្ញាតសង្ខេបអំពីលទ្ធផលនៃការ
ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទត្រឹមតែប៉ុណ្ណឹងខ្ញុំកណាខ្ញុំនឹងធ្វើសេចក្តីសង្ខេបព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋមហាជនអ្នកសារព័ត៌មានប្រកេនដល់ព្រះអង្គបានជ្រាបអំពីសកម្មភាពរបស់ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធដែលបានសម្រេចលទ្ធផលក្នុងឆ្នាំ2025កន្លងទៅសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា